ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមអ្នកអង្គការលោកអង្គការលោកស្រីរួមទាំងទូរទស្សនិកជនទាំងអស់ជាទីគោរពរាប់អានផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកនៃសាកលវិទ្យាល័យ Norton របស់និស្សិតឆ្នាំទី4បានធ្វើដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់ទឹកក្តៅធម្មជាតិអូគូឡេននៅក្នុងខេត្តព្រះវិហាររយៈពេល2យប់3ថ្ងៃគឺដើម្បីលើកកម្ពស់នៃការយល់ដឹងដល់និស្សិតនិងដើម្បីឲ្យនិស្សិតទទួលបានបទពិសោធន៍ថ្មីៗនៅក្នុងការចុះទៅដល់ទីតាំងដោយផ្ទាល់សូមបញ្ចេញទៅទស្សនាវីដេអូដូចតទៅផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកនៃសាកលវិទ្យាល័យ Norton បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់ក្រុមហ៊ុន Coolara Water Co Ltd ដែលជារោងចក្រទឹករ៉ែធម្មជាតិអូគូឡេនដែលជារោងចក្រសាខាទី2ស្ថិតនៅភូមិសាយ៉ង់ត្បូងឃុំសាយ៉ង់ស្រុកគូឡេនខេត្តព្រះវិហាររយៈពេល2យប់3ថ្ងៃដើម្បីលើកកម្ពស់ការយល់ដឹងនិងទទួលបានបទពិសោធន៍ថ្មីៗរបស់និស្សិតនៅក្នុងការអញ្ជើញចុះទៅឲ្យឃើញដោយផ្ទាល់ដល់ទីតាំងផលិតដំណើរការសិក្សានេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យច័ន្ទមិថុនាដែលជាព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនិងជាប្រធានផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកសាស្ត្រាចារ្យបុគ្គលិកនិងនិស្សិតឆ្នាំទី4ប្រមាណជាង120នាក់គោលបំណងក្នុងដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងនិងដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតក្រៅពីទ្រឹស្ដីនិងបង្កើនភាពស្និទ្ធស្នាលនៅក្នុងក្រុមនិស្សិតដែលរៀនចំនួនដូចគ្នាបន្ថែមទៀតតាមរយៈការបង្ហាញនៅបច្ចេកទេសអេឡិចត្រូនិកនៃសង្វាក់ផលិតកម្មនៃការផលិតទឹកការលាងសម្អាតទឹកនិងការធ្វើបទបង្ហាញទាក់ទងទៅនឹងការចម្រោះប្រព័ន្ធទឹកក៏ដូចជាប្រាប់អំពីពុម្ពនៃការផលិតដបទឹកផងដែរលោកប៉ាត់ស៊ីណែដែលជាអ្នកទទួលបន្ទុកផ្នែករដ្ឋបាលរបស់ក្រុមហ៊ុន Coolara Water Co Ltd បានរៀបចំបែងចែកនិស្សិតជា4ក្រុមដើម្បីឲ្យនិស្សិតងាយស្រួលក្នុងការស្ដាប់និងសួរព្រមទាំងមានអ្នកជំនាញនៅតាមផ្នែកនីមួយៗចាំជួយប្រាប់ពីបច្ចេកទេសឧបករណ៍សម្ភារៈពិសេសគឺវត្ថុធាតុដើមនៅក្នុងការយកមកផលិតទឹករ៉ែធម្មជាតិអូគូឡេនទៅដល់និស្សិតទៅតាមក្រុមនីមួយៗផងដែរលើសពីនេះទៅទៀតពួកគាត់បានប្រាប់អំពីប្រវត្តិខ្លះៗទាក់ទងទៅនឹងសមិទ្ធផលដែលជាផ្លែផ្កាដែលកើតចេញពីការខិតខំផលិតនៅទឹករ៉ែធម្មជាតិនេះរហូតទទួលបានពានរង្វាន់ជាច្រើនផងដែរសាស្ត្រាចារ្យច័ន្ទមិថុនាដែលជាព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនិងជាប្រធានផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកបានប្រគល់វត្ថុអនុស្សាវរីយ៍និងលិខិតថ្លែងអំណរគុណជូនទៅដល់គណៈគ្រប់គ្រងផ្នែករដ្ឋបាលរបស់ក្រុមហ៊ុនដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនក្នុងការណែនាំជូនដល់និស្សិតទាំងអស់គ្នានាពេលនេះនិងមានការថតរូបជុំគ្នាប្រកបដោយភាពរីករាយនិងមានមោទនភាពអូគូឡេននៅពេលដែលខ្ញុំបានចុះទៅដល់នៅកន្លែងដែលផលិតខ្ញុំបានសិក្សាអំពីការបូមការចម្រោះការសម្អាតក៏ដូចជាការវេចខ្ចប់និងការនាំចេញបាទខ្ញុំពិតជាផ្លាស់អារម្មណ៍មែនតើដោយសារតែពីមុនមកខ្ញុំមិនដែលបានចុះទៅដល់កន្លែងនៃការផលិតពេលដែលខ្ញុំចុះទៅទីនោះទៅបានចំណេះដឹងដូចជាអំពីការយល់ដឹងនៃការផលិតទឹកហើយដឹងអំពីប្រព័ន្ធនៃការបង្កើតក្លិននៅទីនោះយល់ដឹងអំពីថាទឹកនឹងបានប្រភពមកពីណាពីចុងក្រោយខ្ញុំសូម5ឆ្នាំនិស្សិតទាំងអស់ចូលរួមចុះកម្មសិក្សាជាមួយសាលាបានច្រើនដើម្បីទទួលបានចំណេះដឹងថ្មីជាច្រើនដែលខាងសាលានាំទៅនេះគឺជាលើកទី2ហើយដែលយើងបានមកទស្សនកិច្ចសិក្សានៅក្រុមហ៊ុនផលិតទឹកសុទ្ធអូគូឡេនដែលលើកទី1គឺយើងទស្សនកិច្ចនៅសិក្សានៅរោងចក្រទី1ហើយក្នុងឆ្នាំនេះគឺយើងសិក្សានៅក្នុងរោងចក្រផលិតទឹកសុទ្ធសាខាទី2ដែលនិស្សិតដែលចូលរួមនៅក្នុងការទស្សនកិច្ចសិក្សានេះគឺជានិស្សិតអគ្គិសនីឆ្នាំទី4ហើយចក្ខុវិស័យរបស់យើងតែងតែទស្សនកិច្ចសិក្សាទៅតាមបណ្ដារោងចក្រឬក៏ស្ថានីយ៍វារីអគ្គិសនីនិងស្ថានីយ៍អគ្គិសនីផ្សេងទូទាំងប្រទេសដើម្បីធ្វើការផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីដើម្បីឲ្យកូនសិស្សធ្វើការស្វែងយល់បន្ថែមនៅអ្វី
ដែលមានភាពជាក់ស្ដែងនឹងការអនុវត្តរបស់គាត់ បាទសម្រាប់អារម្មណ៍របស់ខ្ញុំបាទផ្ទាល់ជាបឋមគឺខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានបងប្អូនក្មួយៗដែលជាសិស្សានុសិស្សនៅសាលាណតនផ្នែកខាងអគ្គិសនីដែលគាត់ចុះកម្មសិក្សានៅខាងក្រុមហ៊ុនយើងនេះហើយខ្ញុំសង្ឃឹមថាបងប្អូនដូចជាក្មួយៗទាំងអស់ហ្នឹងគាត់មកចុះកម្មសិក្សានៅកន្លែងនេះក៏បានទទួលច្បាច់យកនៅរាល់ព័ត៌មានណាដែលគាត់គិតថាជាចាំបាច់ហើយវាយកទៅប្រើអាចមានផលប្រយោជន៍ក្នុងការសិក្សារបស់គាត់ក្នុងការធ្វើរបាយការណ៍ report អីរបស់គាត់តាមផ្នែកនីមួយៗដែលមានក្រុមអ្នកជំនាញយើងបានធ្វើបទបង្ហាញជូនស្ដាប់ ជារឿងដែលគួរឲ្យមានមោទនភាពមែនទែននៃសាកលវិទ្យាល័យណតុននៅក្នុងឆ្នាំសិក្សា 2024-2025 នេះគណៈគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃសាកលវិទ្យាល័យគឺមានភាពសកម្មមែនទែននៅក្នុងការដឹកនាំនិស្សិតនៅក្នុងផ្នែករបស់ខ្លួនដើម្បីធ្វើការចុះទៅទស្សនកិច្ចសិក្សាទៅតាមទីតាំងនានាដោយផ្ទាល់ក្នុងគោលបំណងដើម្បីឲ្យនិស្សិតបានឃើញបានជួបនិងបានសួរជាមួយនឹងអ្នកជំនាញដែលកំពុងតែបម្រើការងារនៅទីតាំងនីមួយៗនៅទីនោះហើយក៏ដើម្បីឲ្យនិស្សិតទទួលបាននូវបទពិសោធន៍និងចំណេះដឹងត្រឡប់មកវិញផងដែរអរគុណទូរទស្សនិកជនទាំងអស់សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដាន NU News គណៈពេលនេះផងដែរនាងខ្ញុំសូមអរគុណសូមជម្រាបលា